រងមានសុខភាពល្អអាយុយឺនយូរបាទនៅជាមលុបដ៏ត្រឈឹងត្រឆៃសម្រាប់បាទបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងបាទប្រទេសបាទហើយបន្តដឹកនាំបាទអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនថែមទៀតបាទលើនេះទឹកទី1សម្រាប់ការជួបគ្នាបាទរវាងកីឡាករទាំងពីរបាទឡុងសុភីហើយនិងជោគឆៃដែលជាការជួបសងសឹកបាទលើកមុននឹងបានត្រឹមស្មើបន្ទុកអញ្ចឹងថ្ងៃនេះបាទទូទាត់លាត់សោយគ្នាមើលតើបាទអ្នកណាឈ្នះអ្នកណាចាញ់អ្នកណាទៅអ្នកណានៅបាទទៅនៅនឹងមិនមែនបាទប្រកួតសន្សំបន្ទូទេនេះគ្រាន់តែជាការនិយាយលេងទៅនៅនឹងបានន័យថាអ្នកណាបានបន្ទុកខ្ពស់អ្នកនឹងឈ្នះហើយឡុងសុភីបាទឱកាសដូចបានជម្រាបជូនហ្នឹងមិនមែនដដើមយកតែប្រាក់រង្វាន់បាទលើកទឹកចិត្តមិនមែនបានការឧបត្ថម្ភពីបាទលោកអង្គញាគីធីហើយអត់ប្រឹងទេបាទអញ្ចឹងទឹកប្រាក់1លានទៀតបាទពីបាទលេខសងវីស្គីកំពុងតែរងចាំបងប្អូនហើយអញ្ចឹងបងប្អូនធ្វើបានគឺបកគលជូនភ្លាមហើយអតិថិជនដែលបាទសរសេរឈ្មោះអាស័យដ្ឋានលេខទូរស័ព្ទចូលរួមនៅក្នុងការផ្សងរង្វាន់បាទកម្ពុជាមហាសម្ដែងពីអាឡេសង់វីស្គីហ្នឹងក៏បាទដាក់លេខទូរស័ព្ទហើយហ្នឹងក៏កុំបាត់បាទទូរស័ព្ទបាទព្រោះថាក្រុមហ៊ុនបានតំណាក់តំណងទៅកាន់បងប្អូនគឺអត់ចូលដល់អត់ចូលមិនដឹងថាហៅបងប្អូនមកយករង្វាន់យ៉ាងម៉េចបាទ7រូបបាទការចាប់រង្វាន់កាលពីសប្តាហ៍មុនត្រូវប្រគល់ជូនសប្តាហ៍នេះក៏ប៉ុន្តែដោយសារបាទក្រុមហ៊ុនបាទធ្វើការតំណាក់តំណងទៅបងប្អូនអត់ចូលអញ្ចឹងសូមឲ្យបងប្អូនដែលទោះបីជាបានទស្សនាការផ្សាយនៅក្នុងឱកាសនៃការចាប់រង្វាន់ក្តីមិនបានក្តីគឺបងប្អូនបើកទូរស័ព្ទបាទសម្រាប់បងប្អូនដែលបានសរសេរឈ្មោះអាស័យដ្ឋានបាទកັບជាប់នៅកម្របដបអាឡេសង់វីស្គីហើយហ្នឹងគឺថាសូមបើកទូរស័ព្ទបាទក្រែងមានបងប្អូនអត់បានមើលទូទាស់ក្រុមហ៊ុនខលទៅបងប្អូនបាទឃើញថាហៅបងប្អូនមកយករង្វាន់បាទអញ្ចឹងបើបងប្អូនបិទទូរស័ព្ទមិនដឹងថាត្រូវតំណាក់តំណងបងប្អូនតាមវិធីណាទេហើយបើសិនជាបាទការតំណាក់តំណងនេះទៀតសោតមួយខែអត់បានគឺក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ផ្ដល់សំណាងជូនដល់អតិថិជនថ្មីទី1ការជួបគ្នានៅក្នុងតំណែងគូប្រដាល់សងសឹកឃើញថានៅតែមិនទាន់អស់ចិត្តបាទការវាយលើកមុនហ្នឹងក៏មិនទាន់ដឹងចិត្តគ្នាស្រួលដែរទាត់មួយជើងបាទចូលជើងក្រោមលុកដាំបែកជើងក្រោមធ្វើឲ្យបាទកីឡាករជោគឆៃអមិនមែននេះពីកាប់មុខចូលគៀកកែកបាត់បោះជង្គង់សងទៅវិញជង្គង់ឆ្វេងស្រាលបែកជើងក្រោមទៀតហើយផ្លាត់អោបបាទលោកអាញាកណ្ដាលរុញអឹបហើយក៏ញែកបំបែកយ៉ាមកជើងចូលដល់ទេលើកជើងឲ្យជោគឆៃហិតក្លិនបាតជើងមើលក្អូបអត់ទៀតអាឡេសង់កំពូលអ្នកប្រយុទ្ធបាទដែលជាគូសងសឹកបាទទឹកទី2បាទរវាងកីឡាករបង្គោលក្រហមឡុងសុភីកីឡាករនៃព្រះរាជាណាចក្រកម្ពុជាមកក្លឹបសារវ័នកីឡាជាមួយនឹងកីឡាករជោគឆៃកីឡាករនៃព្រះរាជាណាចក្រថៃបានបាទចូលមកដល់ទៀតហើយបង្គោលក្រហមបាននៅតែបាទព្យាយាមរាយបង្គោលខៀវនោះក៏ព្យាយាមដែរជង្គង់ស្ដាំរបស់បង្គោលខៀវមួយជង្គង់មកលើកីឡាករឡុងសុភីបាទឃើញថាព្យាយាមប្រើកណ្ដាប់ដៃក៏មិនដែរឃើញថាចូលក៏មិន